សូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះទី15ខែវិច្ឆិកា2024ឃើញថាមកដល់ប្រាសាទបាយ័នគឺភ្ញៀវបរទេសភ្ញៀវអន្តរជាតិបាទចម្រុះជាតិសាសន៍គឺមកទស្សនាច្រើននៅប្រាសាទបាយ័នហើយថ្ងៃនេះគឺជាថ្ងៃអកអំបុកសុភវខែជាថ្ងៃទី2ពេញបរមីបាទនេះបងប្អូនឲ្យណែនច្រើនណាស់មែនតើបងប្អូនហើយកលេចមកមើលអត្ថប្រយោជន៍គឺច្រើនបាទអ្វីដែលចង់បង្ហាញថាប្រទេសដែលមានសន្តិភាពប្រទេសដែលមានការអភិវឌ្ឍគឺប្រទេសដែលសម្បូរទៅដោយភ្ញៀវហើយក្នុងនោះដែរក៏រដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណាទប់ស្កាត់នៅការកុំឲ្យមានសង្គ្រាមហើយតែកាលណាយើងមានសង្គ្រាមគឺប្រទេសយើងមិនមានការរីកចម្រើនទេហើយភ្ញៀវទេសចរជាតិអន្តរជាតិក៏មិនបានមកទស្សនានៃប្រាសាទបុរាណរបស់យើងដែរហើយប្រាសាទបុរាណនេះគឺជាប្រាសាទវ័យចំណាស់ជាងគេហើយបាទហើយទិដ្ឋភាពនេះគឺស្រស់ស្អាតណាស់ពេលម៉ោង8កុំ9នេះបាទច្រើនភ្ញៀវមកទស្សនាច្រើនមែនទែនហើយឥឡូវនេះគាត់កំពុងតែនិយាយថាហេតុអីបានជាស្រស់ស្អាតយ៉ាងនេះបាទនេះបាទអ្វីដែលយើងចង់បង្ហាញគឺទឹកដីអច្ឆរិយៈរបស់យើងនេះបានបន្សល់ទុកពីដូនតារបស់យើងហើយកាលណាមានភ្ញៀវទេសចរច្រើនមកទស្សនាគឺបង្ហាញអំពីប្រទេសសន្តិភាពប្រទេសមានសេដ្ឋកិច្ចគេថាធ្វើយ៉ាងណាគឺបងប្អូនប្រជាពលរដ្ឋអាចលក់ដូរមុខរបរចិញ្ចឹមជីវិតបានបាទហើយគាត់ជាពិសេសនោះគឺការមើលនៅផ្ទាំងប្រាសាទហ្នឹងជាជាងប្រាសាទដែលចម្លាក់នៅក្បូរក្បាច់រចនាជាច្រើនបាទមិនមែនបិទទេបាទគឺដាប់តែអត់ធ្មត់ទេអត់ធ្មត់ណាបានដាប់ជាក្បាច់រចនាបានបាទមើលចុះបងប្អូនទិដ្ឋភាពនេះច្រើនទិដ្ឋភាពហើយបើនៅប្រាសាទអង្គរវត្តអង្គរតូចនោះគឺច្រើនជាងនេះទៅទៀតបាទឥឡូវនេះកំពុងតែមកហែហើយកំពុងតែទស្សនាជាពិសេសគឺយើងឃើញតែភ្ញៀវបរទេសឃើញច្រើនបរទេសបាទចម្រុះជាតិសាសន៍បងប្អូនថ្ងៃទី15ខែវិច្ឆិកា2024ជាថ្ងៃអកអំបុកសំពះព្រះខែហើយបើយើងកាលពីព្រឹកមិញទីកន្លែងដែលហូបអាហារដ្ឋានមួយគឺណែនតែម្ដងបាទណែនតែម្ដងឥឡូវយើងឃើញថាបងប្អូនកំពុងតែផ្ដិតយករូបភាពហើយរថយន្តក៏កំពុងតែចតបាទយ៉ាងណាទិដ្ឋភាពនេះបង្ហាញឲ្យឃើញថាកម្ពុជាគឺជាប្រទេសដែលមានអរិយធម៌ជាយូរលង់មកហើយបើយើងមើលតែតួប្រាសាទក៏យើងដឹងថាកម្ពុជាជាប្រទេសមានវ័យចំណាស់ដែរបាទ